សួស្តីប្រិយមិត្តទាំងអស់គ្នាតើអ្នកធ្លាប់គិតទេថាថ្ងៃដែលរីករាយបំផុតអាចក្លាយជាថ្ងៃដែលចង្រៃបំផុតត្រឹមមួយប៉ព្រិចភ្នែកថ្ងៃនេះយើងនឹងមកតាមដានសាច់រឿងដ៏ជក់ចិត្តមួយដែលនិយាយពីការសងសឹកដ៏ឈឺចាប់របស់កូនក្រមុំអ្នកសងសឹកអ្វីចាប់ផ្ដើមឡើងនៅក្នុងពិធីមង្គលការដ៏ស្រស់ស្អាតមួយប៉ុន្តែភាពរីករាយត្រូវបានបញ្ចប់ដោយគ្រាប់កាំភ្លើងកូនកំលោះត្រូវខ្មាំងបាញ់សម្លាប់យ៉ាងអាណោចអាថមនៅចំពោះមុខភ្នែកកូនក្រមុំក្នុងយប់ដែលពួកគេគួរតែមានក្តីសុខបំផុតឈាមពណ៌ក្រហមបានស្រោចពេញរោងពណ៌នេះមិនមែនជាការបញ្ចប់ទេតែវាគឺជាការចាប់ផ្ដើមនៃសង្គ្រាមសងសឹកតន្ត្រីបើកឆាកកូនក្រមុំសម្លឹងមើលសាកសពប្តីដោយកែវភ្នែកប្រែពីយំមកជាខឹងសម្បាយ៉ាងខ្លាំងក្រោយបុណ្យសពប្តីនាងមិនបានលិចលង់ក្នុងទឹកភ្នែកឡើយនាងបានដោះស្បែកកូនក្រមុំចោលហើយជំនួសមកវិញនូវអាវុធនាងបានរកឃើញថាប្តីរបស់នាងគឺជាអតីតសមាជិកជាន់ខ្ពស់របស់ក្រុមបងធំដែលចង់ដកខ្លួនចេញដើម្បីមករស់នៅជាមួយនាងប៉ុន្តែមេរបស់វាមិនព្រមឲ្យនរណាម្នាក់ចាកចេញដោយងាយឡើយលទ្ធផលគឺការបង្ហូរឈាមក្នុងវិហារដ៏វិសុទ្ធឥឡូវនេះនាងចាប់ផ្ដើមហ្វឹកហាត់ខ្លួនឯងទាំងក្បាច់គុណនិងការប្រើប្រាស់អាវុធគ្រប់ប្រភេទគោលដៅដំបូងរបស់នាងគឺអាខ្វាក់ដែលជាអ្នកបញ្ជាឲ្យបាញ់សម្លាប់ប្តីនាងផ្ទាល់ដៃនាងតាមដានវារហូតដល់រោងជាងឡានដាច់ស្រយាលមួយចាំមើលតើនាងនឹងរៀបចំមេរៀនអ្វីខ្លះសម្រាប់វាឈុតឆាកសកម្មភាពនាងវីតបជាមួយកូនចៅបងធំនិងសម្លាប់អាខ្វាក់ដោយប្រើឧបករណ៍ជាងឡានម្នាក់ត្រូវបានកម្ចាត់ប៉ុន្តែនៅសល់ច្រើនអ្នកទៀតនាងដឹងថាពួកវាមានខ្នងបង្អែកជាប៉ូលីសពុករលួយនាងប្រើសម្រស់និងបញ្ញាដើម្បីជ្រៀតចូលទៅក្នុងកាស៊ីណូសម្ងាត់ដែលជាកន្លែងលាងលុយរបស់ក្រុមឧក្រិដ្ឋជននៅទីនេះនាងបានបន្លំខ្លួនជាភ្ញៀវលំដាប់ខ្ពស់ដើម្បីលួចយកទិន្នន័យពីកុំព្យូទ័រមេរបស់ពួកវាឈុតឆាកបាញ់គ្នាក្នុងកាស៊ីណូនាងប្រើក្បាច់គុណដណ្ដើមកាំភ្លើងពីអង្គរៈយ៉ាងរហ័សរហួនពេលនេះមេបងធំចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចវាមិននឹកស្មានថាស្រីម្នាក់អាចបំផ្លាញអាណាចក្ររបស់វាបានឡើយវាបានដាក់តម្លៃខ្លួននាងរាប់លានដុល្លារដើម្បីឲ្យខ្មាញ់កាំភ្លើងទូទាំងក្រុងមកសម្លាប់នាងប៉ុន្តែកាន់តែគ្រោះថ្នាក់នាងកាន់តែសាហាវនាងបានរៀបចំផែនការចុងក្រោយដើម្បីបញ្ចប់រឿងគ្រប់យ៉ាងនៅវិមានមាត់សមុទ្រឈុតឆាកកូនក្រមុំរៀបចំគ្រឿងផ្ទុះនិងអាវុធធុនធ្ងន់ដើម្បីសម្រុកចូលទីស្នាក់ការធំឯងបានយកជីវិតប្តីឯងឥឡូវដល់ពេលឯងត្រូវសង្វិញដោយជីវិតនិងអ្វីគ្រប់យ៉ាងដែលឯងមានឈុតឆាកសមរភូមិចុងក្រោយការផ្ទុះយ៉ាងខ្លាំងក្លានិងការប្រឈមមុខគ្នារវាងកូនក្រមុំនិងមេបងធំ
នៅចំពោះមុខសេចក្តីស្លាប់មេបងធំបានអង្វរសុំជីវិតប៉ុន្តែកែវភ្នែករបស់នាងមិនមានភាពមេត្តាឡើយនាងបានប្រើចិញ្ចៀនអាពាហ៍ពិពាហ៍ជាអ្នកដោះកន្លេសគ្រាប់បែកបញ្ចប់រឿងអាស្រូវនិងបំណុលឈាមក្នុងពេលតែមួយឈុតឆាកវិមានត្រូវភ្លើងឆេះកំទេចនាងដើរចេញមកដោយស្ងប់ស្ងាត់បំផុតសង្គ្រាមសងសឹកបានបញ្ចប់នាងត្រឡប់ទៅវិហារវិញដើម្បីដាក់ស្បែកកូនក្រមុំដែលប្រឡាក់ឈាមនោះចោលជាចុងក្រោយយុទ្ធធម៌ត្រូវបានផ្ដល់ឲ្យប៉ុន្តែមនុស្សជាទីស្រឡាញ់មិនអាចត្រឡប់វិញបានទេនាងដើរឆ្ពោះទៅរកថ្ងៃថ្មីជាមួយបេះដូងដែលលែងមានគំនុំតើអ្នកយល់យ៉ាងណាដែរចំពោះការសងសឹកមួយនេះសូមខមមិនប្រាប់យើងផងកុំភ្លេចចុច like និង subscribe ដើម្បីទស្សនាការសម្រាយរឿងថ្មីជារៀងរាល់ថ្ងៃសូមអរគុណនិងជម្រាបលា